យុទ្ធសាស្ត្រទីផ្សារទាំង5ដែលគេកំពុងនិយមអនុវត្តការធ្វើទីផ្សារមានច្រើនទម្រង់និងទៅតាមទំនោរអតិថិជនគោលដៅការធ្វើទីផ្សារក៏មានការចំណាយខុសៗគ្នាដូច្នេះប្រសិទ្ធភាពដែលចេញមកវិញក៏មានលក្ខណៈខុសៗគ្នាដែរថ្ងៃនេះយើងសូមណែនាំយុទ្ធសាស្ត្រធ្វើទីផ្សារដែលចំណាយតិចហើយមានប្រសិទ្ធភាពខ្ពស់មកចែករំលែកដល់អ្នកទាំងអស់គ្នាខាងក្រោមនេះជាការធ្វើទីផ្សារទាំង5ដែលអ្នកអាចសម្រេចចិត្តសាកល្បងបាន1ការធ្វើទីផ្សារលើបណ្ដាញសង្គមការធ្វើទីផ្សារតាមបណ្ដាញសង្គមមានច្រើនរបៀបដូចជាការសរសេរអត្ថបទការបង្ហោះរូបភាពនិងការបង្កើតនៅវីដេអូខ្លីៗអំពីផលិតផលតាមបណ្ដាញសង្គមដូចជា Facebook, Instagram ឬ TikTok ជាដើមក្រៅពីផ្សព្វផ្សាយផលិតផលក៏អាចសាកសួរពីបទពិសោធន៍នៃការប្រើប្រាស់របស់អតិថិជនដើម្បីជាព័ត៌មានសម្រាប់ការកែតម្រូវគុណភាពឲ្យចំតម្រូវការរបស់ពួកគាត់និងឆ្លើយតបទៅលើបញ្ហាស្រដៀងគ្នានេះទៅអតិថិជនថ្មីបានទាន់ពេលមុននឹងធ្វើឲ្យបាត់បង់អតិថិជនថ្មី2ការធ្វើទីផ្សារតាមសារអេឡិចត្រូនិកអ៊ីមែលទោះបីជាការធ្វើទីផ្សារតាមបណ្ដាញសង្គមមានការពេញនិយមក៏ប៉ុន្តែនៅតែមានស្ថាប័នមួយចំនួនបន្តធ្វើទីផ្សារតាមរយៈសារអេឡិចត្រូនិកអ៊ីមែលការផ្ញើសារនោះទៀតសោតគេច្រើនផ្ដល់ជូនដំណឹងអំពី promotion ពិសេសផ្សេងៗហើយអតិថិជនដែលទទួលសារទាំងនោះច្រើនតែជាអតិថិជនគោលដៅដែលពួកគេធ្លាប់ទទួលបានការប្រាស្រ័យទាក់ទងតាមរយៈធ្លាប់ទិញទំនិញពីមុនឬតាមបណ្ដាញសង្គមនានា3ការធ្វើទីផ្សារតាមរយៈបុគ្គលល្បីដោយអត្ថបទមុនដែលយើងធ្លាប់បានលើកឡើងអំពីយុទ្ធសាស្ត្រទីផ្សារនេះដែលការផ្សព្វផ្សាយអាចធ្វើទៅតាមរយៈការទំនាក់ទំនងជាមួយបុគ្គលល្បីណាមួយដូចជាបុគ្គលល្បីលើ TikTok, Instagram ឬតារាចម្រៀងនិងតារាសម្ដែងផ្សេងៗឬក៏ជាអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីឲ្យពួកគាត់ជួយផ្សព្វផ្សាយផលិតផលទៅកាន់អ្នកគាំទ្រការធ្វើទីផ្សារបែបនេះហាក់ពេញនិយមខ្លាំងនៅក្នុងបណ្ដាអ្នកលក់ទំនិញអនឡាញទៅតាមបណ្ដាញសង្គមដូចជា Facebook ជាដើម4ការធ្វើទីផ្សារតាមរយៈដៃគូសហការភាគច្រើនសម្រាប់អាជីវកម្មធំៗឬអាជីវកម្មមានបណ្ដាញច្រើនក្នុងសង្គមការធ្វើទីផ្សារបែបនេះអាចជាការណែនាំឲ្យគ្នាតាមរយៈអ្នកស្គាល់ឬសហការជាមួយអាជីវកម្មណាមួយដែលមានផលិតផលស្រដៀងគ្នាដើម្បីពង្រីកទីផ្សារនិងធ្វើឲ្យគេស្គាល់ច្រើន5ការធ្វើទីផ្សារ Referral Marketing ការធ្វើទីផ្សារនេះផ្ដោតខ្លាំងលើការផ្សព្វផ្សាយព័ត៌មានអំពីអាជីវកម្មឬផលិតផលឲ្យស្គាល់ច្រើនតាមរយៈការបង្ហោះនៅអត្ថបទខ្លីៗឬមាតិកាណាមួយដែលទាក់ទងជាមួយនឹងអ្វីដែលកំពុងល្បីនៅក្នុងពេលបច្ចុប្បន្នពេលខ្លះអាចជាមាតិកាបង្កើតនៅទស្សនីយភាពកំប្លុកកំប្លែងដើម្បីឲ្យគេ like share ឲ្យបានច្រើនជាដើមឧទាហរណ៍គេប្រើប្រម៉ូទផលិតផល A ក្នុងពេលបុណ្យក្តីស្រឡាញ់គេបង្ហោះបង្ហាញអំពី promotion សម្រាប់អ្នកនៅលាវ single ដោយមានឃ្លាផលិតផល A មាន promotion បញ្ចុះតម្លៃ 40% សម្រាប់អ្នកអត់គូនោះនឹងមានមនុស្សជាច្រើន share ដោយសារតែវាទាក់ទាញហើយមនុស្សជាច្រើននឹងស្គាល់ផលិតផល A